ជំរាបសួរបងប្អូនទាំងអស់គ្នាជំរាបសួរសាជាថ្មីម្ដងទៀតបងប្អូននៅពេលនេះខ្ញុំលើករឿងព្រេងនិទានមួយពាក់ព័ន្ធទៅនឹងខ្លាមួយក្បាលចង់ស៊ីគោ10ក្បាលបងប្អូននៅក្នុងរឿងព្រេងនិទាននេះគឺខ្លាចង់ស៊ីគោ10ក្បាលនោះគឺខ្លារៀបចំវិធីសាស្ត្រដើម្បីបានស៊ីខ្លាទាំង10នោះដូច្នេះខ្លានៅពេលដែលចង់ស៊ីគោមួយក្នុងចំណោម10ក្បាលគឺខ្លាទៅលួងលោមយកចិត្តទុកដាក់នឹងគោ9ក្បាលហើយស៊ីគោមួយក្បាលបានដោយជោគជ័យដោយគោទាំង9ក្បាលនោះយល់ថាគោមួយក្បាលដែលខ្លាកំពុងស៊ីនោះគឺខ្លាស៊ីតែមួយក្បាលនោះទេចំណែក9ក្បាលទៀតមិនទាន់មានបញ្ហាអ្វីគោ9ក្បាលនោះគឺនៅស្ងៀមមិនធ្វើអ្វីសោះណាមួយផ្សំទៅនឹងខ្លាកំពុងយកចិត្តទុកដាក់គោ9ក្បាលនោះផងគោនោះក៏យល់ថាខ្លាស្រឡាញ់ខ្លួនទាំង9ក្បាលនោះហើយនៅស្ងៀមទុកឲ្យគោមួយក្បាលរងគ្រោះបន្ទាប់មកទៀតខ្លាប្រើយុទ្ធសាស្ត្រដដែលដូចនេះទៀតគឺទៅយកចិត្តទុកដាក់លួងលោមគោ8ក្បាលនៅក្នុងចំណោម9ក្បាលដោយស៊ីគោមួយក្បាលក្នុងចំណោម9ក្បាលនោះហើយទៅលួងលោមគោ8ក្បាលទៀតដូចដែលខ្លួនធ្វើពីគ្រាដំបូងនៅពេលដែលស៊ីគោមួយក្បាលបានជោគជ័យទៀតគឺខ្លាប្រើវិធីសាស្ត្រដដែលទៀតលួងលោមយកចិត្តទុកដាក់គោ7ក្បាលដើម្បីស៊ីគោមួយក្បាលទៀតគឺខ្លាធ្វើដូច្នេះរហូតដើម្បីឲ្យគោដែលនៅសល់មិនទាន់ខ្លាស៊ីយល់ឃើញថាខ្លាយកចិត្តទុកដាក់ចំពោះខ្លួនល្អចំពោះខ្លួនហើយក៏ទុកឲ្យគោមួយក្បាលដែលខ្លាចង់ស៊ីតទល់ជាមួយនឹងខ្លាមួយនេះឯងនៅទីបំផុតបងប្អូនខ្លាប្រើយុទ្ធសាស្ត្រដូច្នេះដដែលម្ដងហើយម្ដងទៀតទទួលបានជោគជ័យរហូតទីបំផុតខ្លាបានស៊ីគោទាំង10ក្បាលនោះបានដោយជោគជ័យបងប្អូនក្នុងន័យរឿងនេះមានទស្សនៈអប់រំមួយគឺខ្លាស៊ីគោបានដោយជោគជ័យដោយហេតុថាគោទាំងអស់នោះមិនចេះសាមគ្គីគ្នាបងប្អូនមិនមែនខ្លាមួយក្បាលនោះខ្លាំងខ្លាពេកណាស់ទេប៉ុន្តែដោយហេតុថាគោដែលនៅសល់មិនទាន់ខ្លាស៊ីមិនព្រមចូលជួយគោមួយក្បាលដែលខ្លាកំពុងតែស៊ីទីបំផុត10ក្បាលត្រូវបានខ្លាស៊ីទាំងអស់ដោយហេតុផ្ដើមចេញមកពីមិនចេះសាមគ្គីគ្នាក្នុងនាមជាសត្វដូចគ្នាក្នុងនាមជាសត្វគោដូចគ្នាខុសពីមនុស្សបងប្អូនខុសពីមនុស្សបងប្អូនរឿងរ៉ាវដែលខ្ញុំលើកឡើងមកជូនបងប្អូននោះគឺជាអង្គហេតុឥឡូវខ្ញុំទាញយកមកទស្សនវិជ្ជាច្បាប់អង្គច្បាប់វិញបងប្អូនក្នុងច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ1993មាត្រា42ថ្មីវគ្គខណ្ឌចុងក្រោយគេបានកំណត់ថាប្រជាពលរដ្ឋខ្មែរទាំងឡាយអាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមកការពារសមិទ្ធផលជាតិនិងសន្តិភាពសង្គមនៅក្នុងន័យរបស់វគ្គខណ្ឌនៅក្នុងមាត្រា42ថ្មីនេះបងប្អូនគឺឆ្លុះបញ្ចាំងថាប្រជាពលរដ្ឋទាំងឡាយគឺអាចសាមគ្គីគ្នាបានដើម្បីឲ្យអាចជួយគ្នាទៅវិញទៅមកក្នុងកលៈសៈណាមួយដែលខ្លួនយល់ឃើញថាគប្បីនឹងជួយហើយជួយដោយត្រឹមត្រូវតាមច្បាប់នេះគឺចង់បញ្ជាក់ថាមនុស្សបងប្អូនមនុស្សយើងប្រជាពលរដ្ឋយើងគឺខុសពីសត្វអត់ចេះសាមគ្គីគ្នាទេបងប្អូនដូចជារឿងអង្គហេតុដែលខ្ញុំលើកឡើងខាងដើមនោះអញ្ចឹងរឿងគោ10ក្បាលនិងខ្លាមួយក្បាលដោយឡែកមនុស្សបងប្អូនមនុស្សចេះសាមគ្គីគ្នាដូច្នេះច្បាប់បានចែងបន្ថែមទៀតដូចដែលខ្ញុំបានលើកឡើងអញ្ចឹងនៅក្នុងមាត្រា42ថ្មីនៃរដ្ឋធម្មនុញ្ញឆ្នាំ1993គឺបានចែងថាប្រជាពលរដ្ឋខ្មែរទាំងឡាយអាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមកការពារសមិទ្ធផលជាតិនិងសន្តិភាពសង្គមបងប្អូនក្នុងវីដេអូនេះគឺខ្ញុំផ្សារភ្ជាប់រវាងអង្គហេតុដែលជារឿងព្រេងនិទាន
ទាញទៅក្នុងទស្សនវិជ្ជាច្បាប់ដែលជាអង្គច្បាប់ជូនដល់បងប្អូនដើម្បីស្ដាប់កំសាន្តបាទអរគុណបងប្អូនសូមជម្រាបលា